10 ពេលហាត់អាស៊ីតទៀតហើយបងប្អូនហើយនេះគឺជាសកម្មភាពធ្វើទឹកជ្រលក់ដើម្បីយកមកជ្រលក់ផ្លាទីនអញ្ចឹងបងប្អូននេះកំពុងតែរំលាយមាសមួយជី3ហ៊ុនកន្លះយកមកពលាយជាមួយនឹងទឹកអាស៊ីត2អាស៊ីតសផងអាស៊ីតលឿងផងជីវិតអ្នកលក់ផ្លាទីនអញ្ចឹងណាបងប្អូនយើងធ្វើចេញជាគ្រឿងហើយដើម្បីឲ្យបានគ្រឿងស្អាតយើងត្រូវមានទឹកជ្រលក់ដើម្បីជ្រលក់ឲ្យពណ៌លឿងស្អាតអញ្ចឹងហើយទឹកជ្រលក់ហ្នឹងធ្វើចេញពីមាសបើគ្មានមាសទេក៏ជ្រលក់មិនអាចលឿងបានដែរបងប្អូនហើយកុំឆ្ងល់ថានៅពេលដែលបងប្អូនពាក់គ្រឿងចាស់ហើយយកមកលាងជ្រលក់ឡើងវិញគេយកលុយទាំងថ្លៃបន្តិចបន្តួចអញ្ចឹងណាបងប្អូនកុំឆ្ងល់ដោយសារមានមាសហើយមាសឥឡូវកំពុងឡើងថ្លៃផងបើអញ្ចឹងការជ្រលក់គ្រឿងវារៀងថ្លៃជាងមុនបន្តិចណាបងប្អូនឥឡូវរៀងស្ងួតហើយអាស៊ីតបានពលាយមាសអស់ហើយយើងចាក់ទឹកចូលនេះបងប្អូនមាសយើងខ្លាយជាទឹកអស់ហើយយើងត្រូវដាក់គ្រឿងត្រូវទៀតដាក់កាបូណាតដាក់ចានីដាក់អីចឹងណាបងប្អូនដើម្បីទឹកថ្លានេះកាបូណាតចានីហើយនឹងសាច់ជូរខៀវប៉ុណ្ណឹងតែរួចរាល់ហើយយើងយកទៅលាយចំនួនទឹកដែលយើងចង់បានហើយវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលា